នៅទីបំផុតសហរដ្ឋអាមេរិកបានចូលរួមក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ហើយទីបំផុតសហរដ្ឋអាមេរិកបានចូលរួមជាផ្លូវការក្នុងសង្គ្រាមរបស់អ៊ីស្រាអែលដោយកាលពីថ្ងៃសៅរ៍ទី21ខែមិថុនាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាយោធាអាមេរិកបានធ្វើសកម្មភាពវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ3កន្លែងរបស់អ៊ីរ៉ង់ក្នុងនោះរួមមានទាំងទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដីនៅទីតាំង Fordo នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមយ៉ាងដូចនេះថាយើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ3កន្លែងនៅប្រទេសអ៊ីរ៉ង់រួមមាន Fordo, Natanz និង Isfahan សេចក្តីប្រកាសនេះកើតឡើងត្រឹមតែ2ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកត្រាំបាននិយាយថារូបលោកនឹងសម្រេចចិត្តក្នុងរយៈពេល2សប្តាហ៍ថាតើនឹងចូលរួមឬមិនចូលរួមក្នុងសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទីក្រុងតេហេរ៉ង់ធ្លាប់បានគំរាមសងសឹកលើកម្លាំងអាមេរិកនៅមជ្ឈមបូព៌ាប្រសិនបើលោកត្រាំចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារលើខ្លួនគូបញ្ជាក់ដែរថានៅថ្ងៃដដែលមុនលោកត្រាំប្រកាសដូចខាងលើមានសេចក្តីរាយការណ៍ថាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B2 ដែលត្រូវគេស្គាល់ថាអាចផ្ទុកគ្រាប់បែកកំទេចទីតាំងក្រោមដីជ្រៅនោះបានហោះចាក់ចេញពីសហរដ្ឋអាមេរិកហើយយ៉ាងណាមិញលោកត្រាំមិនបានប្រាប់ថាប្រតិបត្តិការខាងលើបានប្រើប្រាស់យន្តហោះឬគ្រាប់បែកប្រភេទណាឡើយ